នៅពេលព្រះអាទិត្យលិចបាត់ពីផែនដីរាត្រីកាក៏ចូលមកដល់នាងទូចព្រះច័ន្ទដែលមានរាងកោងតូចស្ដើងបីដូចចិញ្ចើមរបស់ស្រីក្រមុំក៏បង្ហាញខ្លួនខ្យល់រំភើយក្នុងពេលរាត្រីបក់មកធ្វើឲ្យនាងតូចព្រះច័ន្ទមានអារម្មណ៍រងាទើបនាងទៅរកជាងកាត់ដេរដើម្បីកាត់សម្លៀកបំពាក់ដណ្ដប់កាយក្រោយពីជាងកាត់ដេរវាស់ទំហំខ្លួនរបស់នាងរួចរាល់ក៏ប្រាប់នាងថា5 ថ្ងៃទៀតនាងអាចមកយកអាវរបស់នាងបានហើយ5 ថ្ងៃកន្លងផុតទៅនាងតូចព្រះច័ន្ទក៏មានរាងធាត់ជាងមុនបន្តិចប្រៀបដូចជាកណ្ដៀវមួយដើមនៅពេលដែលមកយកអាវលើខ្លួនក៏ឃើញថាចង្អៀតមិនអាចដាក់លេបបានទេដូច្នេះហើយជាងកាត់ដេរក៏សម្រេចចិត្តថានឹងកាត់អាវថ្មីមួយទៀតឲ្យបានបន្ទាប់ពីវាស់ខ្លួនរួចរាល់ក៏ប្រាប់ឲ្យនាងចាំ5 ថ្ងៃក្រោយចាំមកយកអាវម្ដងទៀត5 ថ្ងៃក្រោយមកទៀតនាងតូចព្រះច័ន្ទក៏កាន់តែធាត់ជាងមុនបន្តិចទៀតរូបរាងរបស់នាងនៅពេលនេះគឺប្រៀបដូចជាទូកតូចមួយយ៉ាងអីចឹងអាវរបស់នាងពេលនេះកាត់រួចរាល់ហើយថែមទាំងស្អាតទៀតផងតែអ្វីដែលគួរឲ្យសោកស្ដាយបំផុតគឺសូម្បីតែពាក់លើខ្លួនក៏នាងពាក់វាមិនចុះផងជាងកាត់ដេរមិនសប្បាយចិត្តទេគាត់និយាយដោយមុខមិនស្រស់ថាខ្ញុំនឹងកាត់អាវថ្មីឡើងវិញឲ្យនាងមួយទៀត5 ថ្ងៃក្រោយចាំមកយកចុះ5 ថ្ងៃក្រោយផុតទៅនៅពេលជាងដេរឃើញនាងតូចព្រះច័ន្ទមកយកអាវគាត់ក៏បើកភ្នែកធំដោយរកពីស្រឡាំងកាំងរូបរបស់នាងពេលនេះคล้ายទៅជាមូលដូចបាល់គាត់ក៏និយាយថានាងតូចឲ្យទំហំខ្លួនរបស់នាងប្រែប្រួលមិនទៀងឃ្មុំគ្មានវិធីអាចកាត់អាវតម្រូវតាមរូបរាងរបស់នាងបាននោះទេការពិតទៅរូបរាងរបស់នាងតូចព្រះច័ន្ទប្រែប្រួលរាល់ថ្ងៃរហូតមកទល់នឹងសប្តាហ៍ថ្ងៃនេះនាងនៅតែរកអាវដែលមានទំហំត្រូវនឹងដងខ្លួនមិនបានដូច្នេះហើយនៅពេលដែលលោកអ៊ំព្រះអាទិត្យបង្ហាញខ្លួននាងក៏មានការអៀនខ្មាស់មិនហ៊ានបង្ហាញខ្លួននោះទេព្រោះខ្លួនមិនបានស្លៀកពាក់នាងរងចាំរហូតដល់យប់ពេលលោកអ៊ំព្រះអាទិត្យត្រឡប់ទៅបាត់ទើបនាងលួចអើតមុខលឹមចេញមកមើលពិភពលោក